បាទជំរាបសួរស្រីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបកស្រាយការមុនចូលឆ្នាំបងប្រុសគាត់ប្រាប់ថាចំណៃគាត់សើមទឹកមិនទេហើយយើងប្រាប់ពីរបៀបលាយគាត់ហើយគាត់ធ្វើបានណាហ្នឹងហើយតែឥឡូវយើងធ្វើចេញជាវីដេអូដែលដោយសារពេលនេះខ្ញុំត្រូវដូរចំណៃបាទចំណៃខ្ញុំអានេះត្រូវដាក់ថ្ងៃ13ដែលមុនពេលយើងចូលឆ្នាំនេះយើងទៅស្រុកទៅមកវិញយើងរវល់ហើយដល់ថ្ងៃនេះថ្ងៃ23 24ហើយ23ហើយក៏វារៀងនេះខ្ញុំសាប់មិនដាក់ទឹកឲ្យរៀងច្រើនណាហ្នឹងដើម្បីធ្វើវីដេអូឲ្យបងប្អូនមើលនេះឃើញទេចាក់ស្ដែងទឹកអញ្ចឹងខ្ញុំចង់និយាយឡើងហ្នឹងណាទឹកអញ្ចឹងគឺចំណៃដែលយើងត្រូវលាយយើងមិនបាច់លាយប្រើទឹកទេបងប្អូនឬក៏ដាក់ទឹកដែរដាក់ទឹកចំនួនតិចដាក់ពេលដែលយើងដាក់ EM ស្ករមូលចំនួនតិចតែបើដាក់ទឹកហ្មងក៏បានដែរតែបងថាអត់ដាក់ទឹកចូល EM ស្ករមូលអត់ទាន់ជាបញ្ហាអីទេណាបងប្អូនណានេះចាក់កន្លងផ្ទាល់ចំណៃគោ3ខាំសបកដងផ្ទាល់បាទចាក់មកយើងច្បល់វាសឹងចឹងណាបងប្អូនបាទអត់បានចាក់សូមដៃបងប្អូនណាបាទតែចង់ធ្វើឲ្យបងប្អូនមើលហើយបងប្អូនណាក្នុងFacebook ដែលខ្ញុំផុសហ្នឹងគឺខ្ញុំតែងតែលាក់ link YouTube ខ្ញុំបងខ្លះគាត់រក YouTube ខ្ញុំអត់ឃើញបាទរក YouTube ពេលខ្លះ YouTube យើងវាមានខ្ញុំYouTube ខ្ញុំមានច្រើនទៀតហ្នឹងហើយព្រោះដោយសារតែ Facebook យើងនេះតែធ្វើក្រោយថែមម្ដងទៀតទេដោយសារ Facebook មុន page នឹងខូចអញ្ចឹងបានន័យថាខ្ញុំផុសក្នុង YouTube តាំងពី page មុនមកដែរអញ្ចឹងមួយគ្នាណាហ្នឹងអូខេឥឡូវយើងកោហើយយើងចាប់ដើមចាក់នឹងចូលទៅហ្មងហើយបងចាប់ដើមឆ្ងល់ចុះ EM ស្ករមួយប្រើមិន EM ស្ករមួយយើងអត់ប្រើណាបងណាទី1ចំណៃយើងទឹកខ្លាំងអូខេទី1ចំណៃយើងទឹកខ្លាំងនៅពេលដែលចំណៃយើងទឹកខ្លាំងយើងមិនប្រើទឹកអានេះទេយើងមិនទាន់ប្រើយើងចង់ប្រើ EM ស្ករមូលហើយលាយជាមួយទឹកត្រឹមតែកន្លះផ្តិលស្រូចពីលើវាក៏បានដែរប៉ុន្តែអត់ប្រើក៏បានដែរមូលហេតុនៅពេលដែលយើងផ្កាប់អានេះចូលតោះអូខេឥឡូវសូមលើកផ្កាប់ឧទាហរណ៍ឲ្យមើលស្ដែងហ្មងបាទកុំឲ្យបានតែនិយាយតែពេលឲ្យខ្ញុំចាប់ទៅដាក់ EM ស្ករមូលអីចឹងណាហ្នឹងហើយនេះមកឃើញទឹកច្រើនណាបាទទឹកច្រើនហ្នឹងគឺវាមានបញ្ហាអាចពុលណាពួកវាណាលងច្រឡំពុលលងបើពួកដួងទូតែដួងនេះវាអាយុវាចូលបានចូល30ថ្ងៃហើយ25 30ថ្ងៃនេះអូខេនៅពេលដែលចឹងហើយយើងប្រហាប់វាមកអាទឹកខាងលើហ្នឹងវាធ្លាក់ទៅខាងក្រោមប៉ះមួយកាក់កន្លងប៉ះមួយចំណៃគោប៉ះមួយសបកដូងអីហ្នឹងពួកហ្នឹងចាប់ដើមបឺតជាតិទឹកពួកខាងលើចាប់ដើមរៀងស្ងួតបដាហើយអញ្ចឹងរយៈពេល2ថ្ងៃ3ថ្ងៃឬ4ថ្ងៃរហូតដល់5ថ្ងៃបងមកមើលវាណាបងមកមើលវានៅពេលដែលវារៀងស្ទើរទឹកយើងចាប់ផ្ដើមប្រើ EM ស្កររមូលលាយគ្នាគឺស្រោចវាពីលើអញ្ចឹងវិញបងណា EM ស្កររមូលយើងអាចប្រើពីក្រោយបានណាហ្នឹងហើយអានេះដោយសារខ្ញុំប្រើស្រោមដៃព្រោះប្រើស្រោមដៃខ្ញុំកាយតែអត់ស្រោមដៃអត់តន់ហ៊ានកាយវាដោយសារអានេះខ្ញុំចង់ធ្វើវីដេអូឲ្យបងប្អូនមើលទេខ្ញុំត្រូវធ្វើចំណៃស្ងួតផ្សេងទៀតសិនហ្នឹងហើយអញ្ចឹងខ្ញុំអត់តន់កាយតែខ្ញុំចង់បញ្ជាក់ឡើងហ្នឹងណាអូខេហើយសង្ឃឹមថាបងប្អូនដែលចង់តាមដាន YouTube របស់ខ្ញុំណាវិធីខ្ញុំធ្វើវីដេអូវិញតែវីដេអូខ្លីខ្ញុំផុសបានត្រឹមតែ3នាទីអីហ្នឹងទេឬ4នាទីអាចលុប5នាទីអីវីដេអូបរិញ្ញាយើងហ្នឹងព្រោះខ្ញុំបញ្ជាក់ដដែលអញ្ចឹងវីដេអូបរិញ្ញាគឺខ្ញុំមិនអាចធ្វើខ្លីបានទេមិនធ្វើមកឆាច់ឃើញលាស់ចេះឲ្យមេដៃអីខ្ញុំរាល់ថ្ងៃនេះអត់ប៊ូតអត់បង្រៀនបងប្អូនយកលុយគឺខ្ញុំសង្ឃឹមថាបងប្អូនដែលចេះពីខ្ញុំហ្នឹងគាត់តែជួយ share ជួយ like ពីឲ្យខ្ញុំទៅតែប៉ុណ្្នឹងទៅក៏ខ្ញុំអរគុណដែរហ្នឹងហើយវាមានតែប៉ុណ្្នឹងទេព្រោះរាល់ថ្ងៃនេះបង្រៀនអត់មានយកលុយពីបងប្អូនអីសំបីតែ100ណាវីដេអូដែលបងប្អូនឆ្ងល់គឺធ្វើជាក់ស្ដែងអញ្ចឹងបងប្រុសដែលឆ្ងល់ការចូលឆ្នាំគាត់ឆ្ងល់ថ្ងៃចូលឆ្នាំខ្ញុំទៅដល់ស្រុកបាទខ្ញុំប្រាប់គាត់តាមឲ្យគាត់កែណាតែឥឡូវដល់ថ្ងៃដែលខ្ញុំត្រូវដូរចំណៃនេះខ្ញុំដាក់ទឹកឲ្យច្រើនមួយយប់ហ្នឹងស្អែកខ្ញុំសុខចិត្តធ្វើវីដេអូហ្នឹងឲ្យបងប្អូនមើលឃើញទេជាក់ស្ដែងបញ្ហាខូចខាតគឺនៅលើខ្ញុំណាហ្នឹងតែខ្ញុំចង់ធ្វើទៅហេតុអ្វីបានធ្វើអញ្ចឹងដូចខ្ញុំចាក់ចឹងថាវីដេអូបរិញ្ញាបើខ្ញុំមិនធ្វើអញ្ចឹងតែបងប្អូនយល់អត់បងប្អូនចេះអត់ណាហ្នឹងហើយអូខេអរគុណច្រើនវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណហើយបងថាវីដេអូខ្ញុំបរិញ្ញាបញ្យល់ល្អកុំភ្លេចជួយ like ជួយ share ផងជាកម្លាំងចិត្តណាបងណាអូខេអរគុណច្រើនហើយកុំភ្លេចចូលទៅមើល link YouTube បង link YouTube មានវីដេអូច្រើនបងអូសត្រូចូលក្រុមនៅខ្ញុំបញ្យល់ច្រើនណាពីការចំដួងចឹងខ្ញុំតែប្រកាសឲ្យឯងថាខ្ញុំមិនដឹងត្រូវបញ្យល់អីគេទៀតព្រោះវីដេអូដែលខ្ញុំបញ្យល់ហ្នឹងខ្ញុំបញ្យល់វាច្រើនពេកណាស់ទៅហើយបាទលក្ខខណ្ឌពិសេសបំផុតហ្នឹងគឺគ្រាន់ថាកូនក្រុមទេបើសិនជាគាត់បានទិញជាឈុតចាំសាក់លបងពី3ឈុតឬក៏ឈុតឡើងខ្ពស់ទៅបាទខ្ញុំបរៀនអាចអស់នោមទៅហ្មងអានោះឲ្យខ្ញុំនៅតាមដានបងឯងប្រហែលថ្ងៃត្រូវឆាតមកខ្ញុំប្រហែលថ្ងៃទៀតត្រូវឆាតមកខ្ញុំទៀតប្រហែលថ្ងៃទៀតត្រូវធ្វើមិនគឺខ្ញុំប្រាប់អានោះទាំងអស់តែបងប្អូនទិញសម្ភារៈគាត់ថាទិញសម្ភារៈទៅយកទៅប្រើទៅហើយមើលតាម YouTube ដែលខ្ញុំបរៀនហ្នឹងទៅឬក៏ឆាតសួរមកខ្ញុំផ្ដល់ព័ត៌មានតែវាមិនអាចផ្ដល់អាចអស់នោមដូចជាកូនក្រុមទេណាបងសូមចាំតែហ្នឹងណាអូខេអរគុណច្រើនពីពូណាកណ្ដាលវឡានបាយបាយអូខេជាស្ដីនេះបងប្អូន
នៅពេលដែលយើងចាក់ចំណីដែលមានទឹកច្រើនហើយចូលក្នុងចំណីដែលយើងបានដាក់ទឹកវីដេអូមុនហ្នឹងហើយមើលឃើញទុករយៈពេលប្រហែលជាថា10នាទី20នាទីឬកន្លះម៉ោងអីវាចាប់ផ្ដើមស្រក់ទឹកចូលទៅដល់ពេលដែលស្រក់ទឹកចូលទៅវាទៅរីកមួយកាក់ដលងកាក់អីហ្នឹងគឺតើកៅយើងទៅស៊ីក្នុងនឹងបានជាក់ស្ដែងអានឹងធ្វើមុនបាទនេះខ្ញុំធ្វើឲ្យមិញបាទបើកឲ្យមើលយើងនៅប្របាច់ទឹករៀងខ្លាំងហ្នឹងហើយតែវាមិនភ័យតែមួយយប់ឬ2យប់ឬ3យប់ហ្នឹងគឺទឹកហ្នឹងវាស្រក់ធ្លាក់ទៅក្រោមហើយទឹកគឺវាធ្លាក់ចុះទៅក្រោមហើយដល់ពេលដែលធ្លាក់ទឹកក្រោមអស់យើងចាប់ផ្ដើម2ថ្ងៃឬ3ថ្ងៃយើងចាប់ផ្ដើមលុកម្រាមដៃចាយទៅបើសិនជាស្ងួតថែមទឹកទៀតទៅហើយថែមទឹកវគ្គក្រោយនេះដោយសារយើងបានប្រើស្ករមូ EM យើងប្រើស្ករមូ EM រៀងខ្លាំងតិចទៅណាបាទដូចរាល់ដងថាដល់មកចណ្ដែកពេញហើយយើងលេខទៅយើងដាក់2សភា3សភាបាយអញ្ចឹងណា EM ណាបាទយើងអាចដាក់បន្តដល់5សភាឬ6សភាទៅពីព្រោះអីការលីចំណីយើងបានដាក់ហើយទៅពេលដែលយើងថែមទឹកគឺរាល់ដងយើងត្រូវដាក់ EM ស្ករមូដែរអញ្ចឹងយើងថែមម្ដងហ្នឹងយើងដាក់ឲ្យច្រើនយកឲ្យវាទៅអត់អីអត់មានបញ្ហាអីទេហើយណាមួយវាបានចូលទៅជួយកាត់បន្ថយក្លិនពួកចំណីចាស់នេះផងហ្នឹងហើយវីដេអូបរៀនចឹងហ្នឹងបងបាទសូមកុំយល់ច្រឡំចង់ចេះចង់ដឹងមកចូលមកខ្ញុំបរៀនបាទតែបើថាចង់ចេះកាត់វីដេអូតាមគេទៅអូខេអរគុណច្រើនបាយបាយ